តោះអ្នកកោះញែកយើងត្រៀមឲ្យនៅអនុវិទ្យាល័យហ៊ុនសែនកោះញែកត្រៀមនឹងធ្វើសក្រាន្តឆ្នាំថ្មីថ្ងៃទី2ខាងមុខនេះគឺគៀកមែនតើចិត្តមកដល់ហើយនេះគឺបរិវេណនៅក្នុងសាលារៀនអនុវិទ្យាល័យហ៊ុនសែនកោះញែកហើយខ្នេះគឺបងប្អូនពងរៀបចំធ្វើរោងធ្វើតូបដើម្បីទទួលសង្ក្រាន្តឆ្នាំថ្មីខាងមុខនេះថ្ងៃទី2គឺគៀកមែនតើនៅតែប្រហែលថ្ងៃទៀតដល់ហើយចុះបងប្អូនពងរៀនផងធ្វើរោងធ្វើបញ្ចុះផងឆ្លៀតពីម៉ោងសិក្សាហ្នឹងគឺធ្វើរោងហើយនៅក្នុងបរិវេណនេះក៏មានតូបមានអីច្រើនអញ្ចឹងនៅថ្ងៃទី2នេះគឺថាមានលេងល្បែងជីប្រៃច្រើនវាយក្អមទាញព្រាត់បោះអង្គុញអីអញ្ចឹងបងប្អូននៅកោះញែកយើងអាចមកចូលរួមលេងកម្សាន្តសប្បាយទាំងអស់គ្នាបានគឺថាលេងតាំងពីព្រឹករហូតដល់យប់បើតាមខ្ញុំដឹងឬខាងលោកគ្រូអ្នកគ្រូគាត់បាននិយាយឲ្យបងប្អូនសិស្សសាស្ត្រកំពុងរៀបចំនៅក្នុងទីធ្លាសាលាមានអ្នកទីខ្សែមានអ្នកធ្វើរោងធ្វើភ្ចុះដើម្បីត្រៀមនៅថ្ងៃទី2ខាងមុខនេះហើយនៅក្នុងនោះបងប្អូនសិស្សសាស្ត្រអាចនឹងមានរាំរបាំគ្រុឌរបាំគោះត្រឡោកនិងមានរបាំផ្សេងៗទៀតអញ្ចឹងបងប្អូនពុកម៉ែបងប្អូនយើងនៅកោះញែកអាចមកចូលរួមនៅឲ្យបានច្រើនកកកនៅថ្ងៃទី2ខាងមុខនេះ